សម្ដេចតេជោបានបញ្ជាឲ្យវាយបកគ្រប់ទីតាំងដែលយោធាថៃឈ្លានពានមកលើទឹកដីកម្ពុជាបន្ទាប់ពីមានការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពបទឈប់បាញ់នេះបើតាមគេហទំព័រផ្លូវការដែលបានសរសេរនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025នេះក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីជាការគោរពនៅបទបញ្ជាឈប់បាញ់និងត្រូវការពេលវេលាដើម្បីជន្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់តំបន់ទីសុវត្ថិភាពល្ងាចមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះលោកបានបន្ថែមទៀតថាតាមរយៈនាយករដ្ឋមន្ត្រីថៃលោកអនុទីនបានប្រកាសថានឹងប្រើប្រាស់កម្លាំងវាយក11ចំណុចដែលយើងពុំទាន់ដឹងច្បាស់នៅឡើយ11ចំណុចនេះគឺនៅត្រង់កន្លែងណានោះទេដើម្បីងាយស្រួលកុំឲ្យលំបាករកទីកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាចូលយើងការពារទឹកដីយើងដោយមានលានដ្ឋានដ៏រឹងមាំជាមួយនឹងអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវច្រឡាត់វាយចូលទីតាំងយើងពួកគេមិនអាចទូលលានដ្ឋានមកបានទេហើយក្បាលរបស់ពួកគេក៏មិនបានប៉ាន់ដែកផងដែរសម្ដេចបានបន្ថែមទៀតថាស្ថានភាពនេះផ្ដល់មេរៀនឲ្យយើងនៅយុទ្ធវិធីគំតិចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសុខប្រជាពលរដ្ឋថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដេចបានបន្ថែមទៀតថាពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងដូចម្ដេចកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាត្រូវបង្ខំចិត្តដើម្បីវាយតបតដើម្បីការពារទឹកដីរបស់យើងបាទនេះគឺជា